รุปជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកសាច់រឿងរបស់យើងផ្ដើមចេញពីលោកអ៊ំទាំង3សំឡេងយំថាភាពសោកសៅចេញពីផ្ទះលោកអ៊ំមេភូមិពេលនោះអ៊ំសុកដែរមានផ្ទះនៅក្បែរលោកអ៊ំមេភូមិក៏បានឆ្លៀតទៅសួរព្រោះមិនដឹងថាមានរឿងអ្វីកើតឡើងនោះទេពេលដែលអ៊ំសុកដើរទៅដល់បងប្អូនអស់គ្នាមានដឹងថាមានរឿងអ្វីកើតឡើងនោះទេពេលនោះអ៊ំសុកមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះកូនប្រសាររបស់លោកអ៊ំមេភូមិត្រូវបានស្លាប់ពេលនោះអ៊ំសុកក៏បាននិយាយទៅកាន់លោកអ៊ំមេភូមិថាល្បងតាកើតរឿងអ្វីបានជាដល់ថ្នាក់នោះពេលនោះលោកអ៊ំមេភូមិក៏និយាយរៀបរាប់ប្រាប់ទៅដល់អ៊ំសុកលោកអ៊ំមេភូមិនិយាយថាកូនប្រសាររបស់គាត់បានសុំប្រពន្ធរបស់គេទៅរកកាប់អោជាមួយនឹងមិត្តភក្តិពេលនោះស្រាប់តែគេបាត់ដំណឹងសូនឆឹងពួកខ្ញុំដឹងដំណឹងនេះហើយក៏បានស្វែងរកគេប៉ុន្តែពេលទៅដល់ស្រាប់តែបានជួបសាកសពរបស់គេដេកស្ដុកស្ដឹងនៅកណ្ដាលព្រៃពេលនោះពួកខ្ញុំក៏បានជួបនឹងមិត្តភក្តិរបស់គេដែរប៉ុន្តែមើលទៅគេហាក់ដូចជាគ្មានប្រលឹងប្រលះក្នុងខ្លួនសោះពេលនោះពួកខ្ញុំក៏បានសួរទៅកាន់ប៉ុន្តែគេមិនបាននិយាយអ្វីទាំងអស់ស្រាប់តែបានអង្គុយយំហើយស្រែកថាខ្ញុំខ្លាចហើយខ្ញុំខ្លាចហើយប៉ុន្តែពេលនោះពួកខ្ញុំក៏បានសួរគេបន្តទៀតប៉ុន្តែគេគ្មាននិយាយអ្វីទាំងអស់ស្រាប់តែរត់ដើរសំដៅទៅលេចពេលនោះពួកខ្ញុំក៏ប្រឹងដេញតាមដែរប៉ុន្តែមិនដឹងជាគេបានកម្លាំងមកពីណានោះទេរត់លឿនខ្លាំងណាស់ដោយសារតែមេឃជិតងងឹតទៅហើយពួកខ្ញុំក៏សម្រេចចិត្តសែងសាកសពរបស់កូនប្រសារខ្ញុំមកវិញពេលនោះអ៊ំសុកបានស្ដាប់លោកមេភូមិនិយាយរួចហើយពេលនោះអ៊ំអឿនអ៊ំយុនក៏បានមកដល់ហើយក៏សួរទៅលោកអ៊ំមេភូមិថាល្បងកើតរឿងអ្វីខ្ញុំបានឮគេនិយាយថាកូនប្រុសរបស់ល្បងស្លាប់មែនទេពេលនោះពួកគាត់ក៏បាននិយាយគ្នាមួយសន្ទុះហើយស្រាប់តែមានមនុស្សស្រីម្នាក់កំពុងតែបីកូនយំហើយរត់មកសំដៅរកពួកគាត់ពេលនោះអ៊ំសុកក៏បានសួរទៅលោកអ៊ំមេភូមិថាតើមនុស្សស្រីម្នាក់នោះជាអ្នកណាពេលនោះអ៊ំសុកក៏និយាយថាគេមានការអ្វីបានជាយំបែបនេះលោកអ៊ំមេភូមិក៏និយាយប្រាប់ទៅអ៊ំសុកវិញថាគេគឺជាប្រពន្ធរបស់មិត្តភក្តិរបស់កូនប្រសារខ្ញុំប្រហែលជាគេដឹងដំណឹងពីប្តីរបស់គេហើយបានជាគេមកយំនៅទីនេះពេលនោះអ៊ំសុកក៏និយាយទៅកាន់លោកអ៊ំមេភូមិថាមើលទៅគេពិបាកចិត្តខ្លាំងហើយពីអីពីព្រោះអីប្តីរបស់គេមិនដឹងជាយ៉ាងម៉េចយ៉ាងម៉ាទេនៅពេលនេះស្ត្រីម្នាក់នោះយំហើយក៏និយាយទៅកាន់អ៊ំសុកថាជួយប្តីរបស់ខ្ញុំផងខ្ញុំគ្មានអ្វីទីពឹងទេមានតែប្តីរបស់ខ្ញុំប៉ុន្តែឥឡូវគាត់បានចាក់ចេញពីខ្ញុំបាត់ទៅដូចជាយូរពេកហើយពេលនោះអ៊ំសុកក៏និយាយថាជួយវាដឹងតែជួយហើយប៉ុន្តែមិនដឹងជាគេស្លាប់ឬមួយក៏រស់ទេនៅពេលនេះពេលនោះលោកអ៊ំមេភូមិក៏និយាយថារស់ពីព្រោះខ្ញុំបានឃើញកម្លាំងរបស់គេដូចជាមុំទាំនៅឡើយណាមួយយប់នេះខ្ញុំក៏មិនប្រកាសដែរប៉ុន្តែល្ងាចមិញខ្ញុំមើលទៅគេហាក់ដូចជាមានកម្លាំងមាំមួនខ្លាំងណាស់ពេលនោះអ៊ំអឿនក៏បាននិយាយទៅកាន់អ៊ំសុកថាក្រែងឯងបានរៀនមន្តអាគមប្រមាមើលមែនទេហើយអ្វីឯងមិនប្រមាមើលគេបន្តិចទេពេលនោះអ៊ំសុកក៏និយាយទៅកាន់អ៊ំអឿនវិញថាអូឯងប៊ីនឹងផ្លេចទៅហើយ
ពេលនោះសុកក៏បានអង្គុយចុះហើយសូត្រមន្តអាគមរបស់គាត់ដើម្បីប្រមាលមើលបរិសម្នាក់នោះពេលនោះសុកបានឃើញគេហើយប៉ុន្តែមើលទៅគេខ្លួនប្រានស្គមស្គាំងមិនដូចជាលោកមេភូមិនិយាយនោះទេបងប្អូនមានដឹងទេគេបានរើសដីមកស៊ីបេះលឹកឈើលឹកអីមកស៊ីអញ្ចឹងទៅពេលនោះសុកក៏បានក្រឡេកមើលទៅខាងឆ្វេងដៃរបស់គេស្រាប់តែមានពន្លឺមួយភ្លឺចាំងភ្នែករបស់គាត់ហើយមើលបរិសម្នាក់នោះលែងឃើញទៅហើយប៉ុន្តែគាត់បានកំណត់ច្បាស់ណាស់ថាគេនៅទីណាពេលនោះសុកក៏បានបើកភ្នែកមកវិញហើយនិយាយទៅកាន់អឿនថាឃើញប៉ុន្តែផុតពីយប់នេះទៅខ្ញុំដូចជាពិបាកនឹងនិយាយខ្លាំងណាស់ពេលនោះអឿនក៏និយាយទៅកាន់សុកថាយប់នេះយើងទៅមិនកើតនោះទេតែបើព្រឹកយើងអាចមានសង្ឃឹមខ្លះពេលនេះសុកក៏និយាយថាខ្លាចតែមិនតាន់ពេលនោះអឿនក៏និយាយថាមិនអីទេឲ្យតែគេនៅមានជីវិតទៅបានហើយពេលនោះពួកគាត់ក៏បាននិយាយគ្នាហើយសម្រេចចិត្តថានឹងទៅព្រឹកឡើងពេលដែលលោកមេភូមិឮដូច្នេះក៏បានទាមទារសុំលោកទាំង3ទៅដែរប៉ុន្តែលោកទាំង3មិនព្រមនោះទេហើយក៏និយាយទៅកាន់មេភូមិថាពួកខ្ញុំមិនចង់ឲ្យលបងទៅទេពីព្រោះលបងមិនចេះមន្តអាគមដូចជាពួកខ្ញុំឡើយតែទៅព្រៃនោះច្បាស់ជាចាញ់ច្រាបវាមិនខានមេភូមិពេលដែលបានឮលោកទាំង3និយាយហើយក៏បានសម្រេចចិត្តថាមិនទៅក៏បានដែរអញ្ចឹងខ្ញុំនឹងរៀបចំអាហារដើម្បីត្រៀមទុកសម្រាប់លបងទាំង3ទៅពេលព្រឹកព្រលឹមក៏បានមកដល់ពេលនោះលោកទាំង3ក៏បានរៀបចំអីវ៉ាន់រួចហើយក៏ដើរទៅផ្ទះលោកមេភូមិពេលនោះលោកមេភូមិក៏បាននិយាយប្រាប់ពួកគាត់ថាលបងប្រុងប្រយ័ត្នផងអានេះពឹងលើលបងទាំងអស់ហើយពីព្រោះពួកខ្ញុំមិននឹងជាជួយអ្វីបាននោះទេពេលនោះលោកទាំង3ក៏និយាយថាកុំបារម្ភឲ្យតែគេនៅមានជីវិតពួកខ្ញុំនឹងនាំគេមកវិញឲ្យបានរីឯស្ត្រីម្នាក់នោះដែលជាប្រពន្ធរបស់បរមម្នាក់នោះក៏បានយំអង្គុយលុតជង្គង់ចំពោះមុខលោកទាំង3ប៉ុន្តែលោកទាំង3កុំនិយាយទៅកាន់គាត់ថាកុំធ្វើដូច្នេះអីពួកខ្ញុំនឹងខំប្រឹងដើម្បីនាំរូបគេមកវិញឲ្យបានពេលនោះអ្នកទាំង3ក៏បានរៀបចំអីវ៉ាន់ទៅពេលនោះអ្នកភូមិជាច្រើនបានឲ្យរបស់របរដូចជាបាយទឹកអីប៉ុន្តែលោកទាំង3មិនយកនោះទេពីព្រោះពួកគាត់ទៅក៏មិនយូរថ្ងៃដែរយ៉ាងខ្លាំងតែមួយយប់នោះទេពេលនោះលោកទាំង3ក៏បានលាអ្នកភូមិទៅពេលពួកគាត់ដើរបណ្ដានិយាយគ្នាបណ្ដាស្រាប់តែមានបុរសម្នាក់និយាយមកកាន់ពួកគាត់ថាបងប្អូនមិនដឹងទេនោះគឺជាអ្វីនោះគឺជាប្រលឹងរបស់កូនប្រសាលោកមេភូមិនឹងឯងគេបាននិយាយទៅកាន់លោកទាំង3ថាជួយមិត្តភ័ក្តិរបស់ខ្ញុំផងខ្ញុំបានស្លាប់ហើយខ្ញុំជួយអ្វីគេមិនកើតនោះទេប៉ុន្តែសូមលោកទាំង3កុំដើរទៅទិសខាងលិចហើយឃើញដើមឈើធំនោះមួយសូមលោកកុំអង្គុយនៅក្រោមនោះអីពេលនោះលោកទាំង3ក៏និយាយថាមិនអីទេក្មួយទៅឲ្យបានសុខចោះពួកនឹងកុសលឲ្យក្មួយមិនខានក្មួយទៅចោះពេលដែលបាននិយាយជាមួយបរិសម្នាក់នោះហើយលោកទាំង3ក៏បានធ្វើដំណើរទៅមុខទៀតពួកគាត់ដើរបណ្ដានិយាយគ្នាបណ្ដារៀបរាប់ពីក្មេងផងរៀបរាប់ពីចាស់ផងមើលទៅពួកគាត់ដូចជារីករាយខ្លាំងណាស់ប៉ុន្តែពួកគាត់មិនភ្លេចនោះទេថាគាត់កំពុងតែជួយជីវិតមនុស្សមួយសន្ទុះក្រោយមក
ពេលនោះអ៊ំយុនក៏បាននិយាយទៅកាន់អ៊ំសុកថាពួកយើងលំមនឹងដល់ហើយមើលទៅពេលនេះអ៊ំសុកក៏និយាយទៅកាន់ពួកគាត់ទាំងពីរថាដល់ហើយកន្លែងនេះហើយប៉ុន្តែទៅមុខនឹងមានដើមឈើធំដោយអាក្អូននិយាយអំបញ្ញមិញចឹងតើពួកយើងគួរទៅដល់ទីនោះទេពេលនោះអ៊ំអឿនក៏និយាយទៅកាន់អ៊ំសុកថាបើពួកយើងមិនទៅទេមិននឹងដឹងទៅថាសត្រូវខ្លាំងប៉ុណ្ណាពួកគាត់ទាំង3នាក់គ្មានខ្លាចពួកទាំងនោះទេប៉ុន្តែពួកគាត់ក៏មានការប្រុងប្រយ័ត្នខ្លាំងដែរពេលនោះបងប្អូនមិនដឹងទេតាមពិតទៅកូនប្រសាររបស់លោកអ៊ំមេភូមិមិនមែនស្លាប់ដោយសាររឿងអ្វីទេគឺដោយសារតែមានធ្មប់នៅទីនោះពួកគេបាននិយាយបំពេញនឹងកាប់ព្រៃឈើរបស់គេដោយមិនបានសុំដូច្នេះហើយធ្វើឲ្យបរោះដែលជាធ្មប់នោះខឹងសម្បាជាខ្លាំងពីព្រោះគេបានមើលថែរក្សានៅទីនេះគេបានបង្កើតសីមាព័ទ្ធជុំវិញទីនេះគេទុកទីនេះដូចជាផ្ទះរបស់គេអញ្ចឹងប៉ុន្តែអ្នកទាំងពីរបានទៅកាប់លុកលុយរហូតដល់ព្រៃរបស់គេជ្រៅពេកទើបធ្វើឲ្យអ្នកទាំងពីរមានគ្រោះថ្នាក់បែបនេះពីនោះលោកអ៊ំទាំង3ក៏បានទៅដល់ពីនោះស្រាប់តែមានមនុស្សចាស់ម្នាក់មើលទៅគេពិតជាស្គមខ្លាំងណាស់ស្បែកដណ្ដប់ឆ្អឹងហើយសក់វិញឡើងវែងពុកមាត់ឡើងវែងពីនោះគេក៏សួរទៅកាន់លោកអ៊ំទាំង3ថាមកទីនេះមានការអ្វីហេតុអ្វីក៏បានមកដល់ទីនេះពីនោះលោកអ៊ំទាំង3ក៏និយាយថាខ្ញុំមកទីនេះដើម្បីតាមរកមនុស្សនោះទេលោកអ៊ំទាំង3ក៏និយាយបែបនេះពីនោះគេក៏និយាយតបមកវិញថាមករកអ្នកណានៅទីនេះគ្មានមនុស្សឡើយអ៊ំសុកក៏បាននិយាយថាលបងក្មួយរបស់ខ្ញុំទាំងពីរបានមកកាប់ព្រៃនៅទីនេះប៉ុន្តែម្នាក់ត្រូវបានស្លាប់ម្នាក់ត្រូវបានបាត់បង់ស្មារតីហើយរត់គេចចុះគេចឡើងពួកខ្ញុំតាមរកមិនឃើញនោះទេបរមម្នាក់នោះឮដូច្នេះហើយក៏បានបើកភ្នែកធំធំហើយនិយាយទៅកាន់ពួកគេថាឆាប់ទៅវិញទៅទីនេះមិនស្វាគមន៍ពួកឯងឡើយពីនោះអ៊ំសុកក៏បានដឹងបាត់ទៅហើយថាគេជាអ្វីពីនោះអ្នកទាំងពីរអ្នកនិយាយគ្នារួចហើយស្រាប់តែលោកអ៊ំទាំងពីរអ្នកនៅខាងក្រោយក៏បាននិយាយថាពួកខ្ញុំមិនទៅណានោះទេបើមិនបានមនុស្សទៅវិញពេលនោះបុរសម្នាក់នោះក៏និយាយទាំងកំហឹងថាយប់នេះពួកឯងនឹងដឹងច្បាស់ហើយថាអ្វីជាអ្វីចូលមកទឹកដីយើងហើយកុំសង្ឃឹមថាបានសុខអីសោះបើមិនចេញទៅវិញនោះទេលោកអ៊ំសុកក៏និយាយថាលបងពួកខ្ញុំគ្រាន់តែតាមរកមនុស្សនោះទេមិនបានបំពេញកន្លែងលបងនោះទេបើពួកខ្ញុំមានការខុសឆ្គងអ្វីនោះសូមលបងកុំយកទោសយកបៃអីបរិមម្នាក់នោះនិយាយទាំងកំហឹងទៀតថាបើអញ្ចឹងឆាប់ចេញទៅកុំមកលួចលុយទឹកដីរបស់យើងអ៊ំសុកក៏និយាយថាលបងខ្ញុំនិយាយដដែលពេកហើយថាខ្ញុំគ្រាន់តែមកតាមរកក្មួយរបស់ខ្ញុំទេពីព្រោះគេបានបាត់បង់ជីវិតនៅកន្លែងនេះហើយម្នាក់ទៀតបាត់ស្មារតីហើយរត់ចូលព្រៃនេះលបងគួរតែបើកផ្លូវឲ្យពួកខ្ញុំរកគេឃើញផងពីនោះពួកគាត់ទាំង4នាក់ប្រកែកគ្នាមួយសន្ទុះស្រាប់តែបរមម្នាក់នោះនិយាយថាយប់នេះពួកឯងនឹងដឹងហើយពីនោះគេក៏ដើរចូលព្រៃហើយបាត់ទៅអ៊ំសុកក៏និយាយថាច្បាស់ហើយបរមម្នាក់នេះមិនមែនជាមនុស្សធម្មតាទេអ៊ំអឿនក៏និយាយថាធម្មតាមិនធម្មតាអញមិនខ្លាចទេយប់នេះអញនឹងធ្វើឲ្យគេស្គាល់អញអឿនវើយមិនមែនកូនក្មេងឡើយពេលនោះពួកគាត់ក៏បាននាំគ្នារកមើលកាប់ព្រៃហើយនឹងចងវល្លិដើម្បីយកមកធ្វើភ្នាក់ពេលនោះអ៊ំសុកក៏បានសង្កេតមើលព្រៃជំនាញនោះហើយគាត់ក៏និយាយថានៅជំនាញនេះពិតជាមានសមារបស់គេមែនពីព្រោះមើលទៅគេចាប់ទុកទីនេះជាផ្ទះរបស់គេហើយមើលទៅពី
ប៉ុន្តែមើលទៅគេហាក់ដូចជារៀនអាគមធម្មតាទេប៉ុន្តែមកពីគេបែកអាគមហើយបានជាកើតរឿងបែបនេះចំពោះគេពេលនោះអ៊ំសុកនិយាយរួចហើយពួកគាត់ក៏បានបាញ់សត្វឆ្លុះមួយដើម្បីយកមកធ្វើអាហារនៅពេលយប់នេះអ៊ំអឿនអ៊ំយុនក៏បាននិយាយទៅកាន់អ៊ំសុកថាឯងឆាប់អង្គុយប្រមើមើលក្មួយរបស់យើងមើលតើគេនៅទីណាពេលនោះពួកគាត់ក៏បានអង្គុយជុំគ្នានិយាយគ្នាលេងបណ្ដាអ៊ំសុកក៏បានប្រមើមើលពេលនោះអ៊ំសុកក៏បានឃើញបរិមម្នាក់នោះអង្គុយទាំងឯងគ្មានកម្លាំងក្នុងខ្លួនសោះគេអង្គុយច្រត់ចង្ការហើយនិយាយអ្វីម្នាក់ឯងដូចជានិយាយមិនសូវច្បាស់លឺល្អូល្ងើឮថាសំឡាញ់សំទុះគ្នាខ្លាចហើយសំឡាញ់គ្នាសំទុះគ្នាខ្លាចហើយពេលនោះលោកអ៊ំទាំង3និយាយគ្នាហើយមេឃក៏ចាប់ផ្ដើមងងឹតបន្តិចម្ដងសំឡេងសត្វយំគួរឲ្យខ្លាចប៉ុន្តែពួកគាត់ជាព្រានព្រៃជើងចាស់ពួកគាត់មិនខ្លាចនោះទេសំឡេងសត្វយំធ្វើឲ្យពួកគាត់ព្រឺឆ្អឹងខ្នងម្ដងដែរប៉ុន្តែពួកគាត់គឺជាព្រានព្រៃជើងចាស់ដូច្នេះហើយពួកគាត់គ្មានញញើតអ្វីបន្តិចទេពេលនោះអ៊ំសុកក៏បាននិយាយទៅកាន់លោកអ៊ំទាំងពីរថាយប់នេះយើងជួបរបស់ខ្លាហើយមើលទៅមួយសន្ទុះក្រោយមកពេលនោះមេឃចាប់ផ្ដើមងងឹតឈឹងទៅហើយពេលនោះមានធ្លាក់ខ្យល់មករំភើយសំឡេងហួចខ្យល់ឮសូរទៅវូហើយឮសំឡេងឆ្កែចចកយំពេញព្រៃពេលនោះលោកអ៊ំទាំង3ក៏និយាយថាប្រហែលជាគេកំពុងតែរៀបចំពិធីដើម្បីមកសាកយើងហើយមើលទៅពិតមែនដូចជាគាត់ថាមែនតាមពិតបរិមម្នាក់នោះពិតជាកំពុងតែរៀបចំពិធីដើម្បីមកសាកពួកគាត់ទាំង3មែនមួយសន្ទុះក្រោយមកបងប្អូនមានដឹងទេពេលនោះស្រាប់តែមានសំឡេងមនុស្សស្រីម្នាក់អង្គុយនៅលើដើមឈើទល់មុខអ៊ំសុកហើយអង្គុយបីកូននិយាយថាចាប់ជួយខ្ញុំផងជួយយកខ្ញុំចេញពីដើមឈើនេះផងពេលនោះលោកអ៊ំទាំង3មើលទៅកាន់គេហើយនិយាយថាឆាប់ចេញទៅពួកយើងមិនចង់ធ្វើបាបឯងនោះទេប៉ុន្តែដោយសារតែខ្មោចម្នាក់នោះត្រូវបានគ្រូអាគមម្នាក់នោះប្រាមកដូច្នេះហើយគេមិនព្រមចេញទៅណានោះទេនៅតែអង្គុយយំសំឡេងធ្វើឲ្យលោកអ៊ំទាំង3រំខានពួកគាត់ពេលនោះអ៊ំអឿនក៏និយាយថាអញលេងវាវិញហើយមើលទៅបើដូច្នេះវាច្បាស់ជាមិនលើកលែងឲ្យពួកអញមិនខាននៅក្នុងចិត្តរបស់គាត់ហើយគាត់ក៏បានទាញរូបកូនក្រក់របស់គាត់ចេញពីថង់យាមហើយក៏បានសូត្រមន្តអាគមហើយក៏បានបោះទៅពេលនោះកូនក្រក់របស់គាត់ក៏បានហោះទៅប្រយុទ្ធជាមួយនឹងខ្មោចស្រីនោះធ្វើឲ្យខ្មោចស្រីនោះរលាយបាត់ទៅប៉ុន្តែគ្រូអាគមម្នាក់នោះមិនសុខចិត្តទេគេក៏បានប្រើដំរីមួយយ៉ាងធំដើរមកហើយយកប្រមល់របស់វាបុកដើមឈើពួកគាត់កំពុងតែអង្គុយនោះពេលនោះដើមឈើនោះរង្គើខ្លាំងណាស់ពេលនោះអ៊ំសុកក៏បានយកសត្វខ្លាដែលគាត់ចិញ្ចឹមនៅក្នុងថង់យាមហើយបោះទៅក្រោមពេលនោះសត្វខ្លានោះក៏បានរីកខ្លួនយ៉ាងធំជាងដំរីនោះទៅទៀតសត្វខ្លានោះក៏បានយកជើងរបស់វាជន់ទៅលើដំរីនោះឃើញដូច្នេះក៏បានរត់ទៅក្រោយវិញបរិមម្នាក់នោះច្បាស់ជាមិនសុខចិត្តនោះទេដោយសារអីគេប្រើមកថាចង់នឹងសម្លាប់លោកអ៊ំទាំង3ប៉ុន្តែគ្មានអ្វីអាចធ្វើលោកអ៊ំទាំង3បាននោះទេគេក៏គិតក្នុងចិត្តថាអា3នាក់នេះពិតជាខ្លាំងមែនអញ្ចឹងបានជាវាហ៊ានដើរចូលព្រៃរបស់អញមនុស្សធម្មតាមិនអាចចូលបានទេមើលទៅវាពិតជាមិនធម្មតានោះទេពេលនោះលោកអ៊ំទាំង3ក៏និយាយទៅកាន់បរិមម្នាក់នោះដោយប្រាប់សំឡេងទៅតាមខ្យល់ពេលនោះលោកអ៊ំទាំង3ក៏និយាយថា
ឆាប់ចូលចាញ់ទៅលបងហើយដល់លែងមនុស្សមកពេលនោះគេពិតជាខឹងខ្លាំងណាស់ក៏បានប្រើសម្លេងមកវិញថាអញមិនដែលខ្លាចនរណាទេចូលមកទឹកដីរបស់អញហើយត្រូវតែស្លាប់លោកអ៊ំទាំង3ឮហើយដូច្នេះក៏ខឹងជាខ្លាំងហើយក៏និយាយទៅវិញថាអញ្ចឹងលបងប្រើឲ្យអស់ដៃមកពួកខ្ញុំនឹងចាំទទួលពេលនោះគេក៏ខឹងខ្លាំងណាស់អញ្ចឹងចាំទទួលអញទៅអញនឹងប្រើវាទៅទៀតពេលនោះបរិមម្នាក់នោះស្រាប់តែមានសត្វខ្លាមួយយ៉ាងធំសត្វខ្លានោះបែរជាមានក្បាល2ហើយរត់សម្ដៅមករកលោកអ៊ំទាំង3ពេលនោះលោកអ៊ំទាំង3ក៏បានសូត្រមន្តអាគមរៀងខ្លួនហើយដកកំបិតមកដើម្បីគប់សត្វខ្លានោះប៉ុន្តែមើលទៅសត្វខ្លានោះពិតជាខ្លាំងណាស់ស្បែករបស់គេពិតជាស្វិតខ្លាំងណាស់លោកអ៊ំទាំង3ចាក់គប់ចាក់យ៉ាងណាក៏នៅតែមិនមុតពេលនោះអ៊ំសុកក៏នឹកឃើញកាលពីគាត់នៅរៀនជាមួយឪពុករបស់គាត់បាននិយាយប្រាប់អ៊ំសុកថាគាត់ថាសត្វដែលសាហាវជាងគេគឺសត្វក្បាល2នេះឯងពេលនោះអ៊ំសុកបានទៅត្រឹមមើលឃើញរូបដែលឪពុកគាត់គូនោះទេប៉ុន្តែគាត់មិនដែលឃើញនឹងភ្នែកឡើយលើគាត់បានឃើញហើយប៉ុន្តែចំណុចខ្សោយរបស់វាគឺនៅត្រង់កន្លែងភ្នែកបងប្អូនពេលនោះអ៊ំសុកនឹកឃើញហើយក៏បាននិយាយទៅកាន់អ៊ំអឿនអ៊ំយុនថាឆាប់តម្រង់កំបិតរបស់ឯងទៅចំភ្នែករបស់វាទៅពេលនោះលោកអ៊ំទាំង3ក៏បានគប់កំបិតរបស់គាត់ទៅបុកភ្នែកសត្វនោះក៏បានរលាយបាត់ទៅពេលនោះគេពិតជាមិនសុខចិត្តឡើយគេក៏បានប្រើខ្មោចជាច្រើនមានខ្មោចតៃហោងផងមានខ្មោចពស់ធំមានខ្មោចស្អីជាច្រើនមកដើម្បីធ្វើបាបពួកគេពេលនោះខ្មោចទាំងនោះព្យាយាមតោងដើមឈើនោះឡើងប៉ុន្តែអ៊ំសុកគាត់បានពាត់សីមារួចទៅហើយកាលពេលល្ងាចមិញធ្វើឲ្យខ្មោចទាំងអស់នោះធ្វើអ្វីគេមិនកើតនោះទេមួយសន្ទុះក្រោយមកគេក៏បានប្រើបរិះម្នាក់នោះដែលជាមិត្តភក្តិរបស់កូនសាលោកមេភូមិមកតាមពិតទៅបងប្អូនកូនប្រសាររបស់លោកមេភូមិពេលដែលស្លាប់នោះគឺជាបរិះដែលជាមិត្តភក្តិរបស់គាត់ជាអ្នកសម្លាប់នឹងឯងពីព្រោះបរិះម្នាក់នោះត្រូវបានធ្មប់នេះបញ្ជាបានទៅហើយអញ្ចឹងហើយបានជាគេហ៊ានសម្លាប់មិត្តភក្តិខ្លួនឯងអញ្ចឹងហើយបានជាគេនិយាយកាលពីដើមសាច់រឿងថាខ្ញុំខ្លាចហើយមិត្តភក្តិឲ្យខ្ញុំសំទោសនោះឯងពេលនោះបរិះម្នាក់នោះដើរមកដូចជាមនុស្សរបៀបថាដូចជាអសុរកាយអញ្ចឹងដើរមកជើងវាហងដៃវាផងរបៀបមើលទៅគួរខ្លាចប៉ុន្តែលោកអ៊ំទាំង3ពិតជាមិនខ្លាចនោះទេហើយគាត់ក៏បាននិយាយទៅកាន់បរិមអ្នកនោះថាឯងពិតជាខូខើមែនសម្រាប់គេម្ដងទាំង2នាក់ពេលនោះបរិមអ្នកនោះក៏និយាយថាអ្នកណាក៏ដោយឲ្យតែចូលមកទឹកដីរបស់អញត្រូវតែស្លាប់ពេលនោះអ៊ំសុកនិយាយហើយអញ្ចឹងយើងក៏មិនទុកឯងដែរពេលនោះអ៊ំសុកក៏បានលើកដៃសូត្រមន្តអាគមលោកអ៊ំទាំង3ក៏បានរួមដៃគ្នាដើម្បីកម្ចាត់បរិមអ្នកនោះពេលនោះពួកគាត់សូត្រមន្តអាគមរួចហើយក៏បានខ្លាចជាដាវមួយរួមចូលគ្នាហើយក៏រត់ទៅបុកបរិមអ្នកនោះក៏បានសូត្រមន្តអាគមដើម្បីទប់ជាប់ប្រហែលជាមួយសន្ទុះប៉ុន្តែមើលទៅទប់មិនបានយូរនោះទេពីព្រោះលោកអ៊ំទាំង3គាត់មានគ្នា3នាក់បរិមអ្នកនោះមានតែឯងនោះទេបានធ្វើឲ្យដាវនោះចាក់ទម្លាយបេះដូងរបស់គេស្លាប់នៅកន្លែងភ្លាមពេលនោះបរិមអ្នកនោះក៏បានរលាយបាត់ទៅដូច្នេះហើយបរិះដែលជាមិត្តភក្តិរបស់កូនប្រសាររបស់លោកអ៊ំមេភូមិគាត់តាមពិតទៅគាត់បានស្លាប់ទៅហើយពេលនោះរូបរាងកាយរបស់គាត់ក៏បានរលាយទៅតាមខ្យល់ដែរអ៊ំយុនក៏និយាយទៅកាន់អ៊ំសុកថាចប់ហើយយើងជួយអ្វីគេមិនបានសោះពេលនោះពួកគាត់ក៏បានរៀបចំអីវ៉ាន់ទៅវិញប៉ុន្តែអ៊ំអឿននិយាយថាកុំឲ្យទៅអីព្រៃនេះពិតជាមិនធម្មតានោះទេយើងទៅម្ដងនេះ
ទោះជាមានរឿងអ្វីក៏ដោយប្រាប់អ្នកភូមិកុំឲ្យចូលព្រៃនេះឲ្យសោះមើលទៅមិនធម្មតាទេព្រៃនេះព្រឹកឡើងមកដល់ពួកគាត់ក៏បានរៀបចំអីវ៉ាន់ដើម្បីទៅផ្ទះវិញពេលទៅដល់ផ្ទះអ្នកភូមិពេលឃើញទឹកមុខរបស់លោកអ៊ំទាំង3ហើយក៏សួរថាលបងតើសង្ឃឹមច្រើនទេលោកអ៊ំទាំង3ក៏និយាយថាសុំទោសលោកអ៊ំមេភូមិសុំទោសបងអូនស្រីផងពេលនេះប្តីរបស់ឯងតាមពិតទៅគេស្លាប់បាត់ទៅហើយដោយសារតែពួកខ្ញុំប្រមាថមើលពេលនោះគេបានប្រើមន្តអាគមបិទបាំងភ្នែកដូច្នេះហើយពួកខ្ញុំមើលក៏មិនដឹងដែរអញ្ចឹងពួកខ្ញុំសូមទោសផងពេលនោះពួកគាត់ក៏បានអរគុណទៅកាន់លោកអ៊ំទាំង3ហើយសាច់រឿងរបស់យើងក៏បានត្រឹមចប់នៅត្រឹមនេះសូមបងប្អូនជួយចុច Subscribe ម្នាក់មួយផងដើម្បីបន្តយកវីដេអូក្រោយទៀតសូមអរគុណបងប្អូន